សួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ខ្ញុំបាទវេលេណាបានមកដល់នេះគេហៅភូមិអីគេនេះភូមិចំផ្នល់ខាងលិចបាទហើយឃុំសែនសុខខណ្ឌសែនសុខទីជំនាញភ្នំពេញបាទហើយថ្ងៃនេះដែរខ្ញុំបាទមានកិត្តិយសបានមកតាមរយៈអង្គការហោបានមកចែកកជូនប្រជាពលរដ្ឋចំនួន166គ្រួសារបាទហើយបងប្អូនប្រជាពលរដ្ឋទាំងអស់នេះមកពីដំណាក់ត្រចឹងបាទមកពីសែនសុខមកពីខាងបឹងប្រចាបមកពីខាងត្រពាំងប្រសាំងហើយនេះគឺជាលើកទី1ហើយដែលខ្ញុំបានមកចែកអង្គចំនួនដ៏ច្រើនគឺដល់ទៅ4តោនឯណោះបាទសូមចេញមើលសកម្មភាពទាំងអស់គ្នាបាទបាទហើយនេះគឺជាលោក Freddy ផងដែរដែលបានមកចូលរួមហើយនឹងបរិច្ចាគផ្ទាល់ខ្លួនចំនួន66បាវផងដែរបាទសូមអរគុណលោក Freddy មកពីសិង្ហបុរីក៏អរគុណដល់លោកគឹមហ៊ានហើយលោកភរិយាផងដែរបាទដែលបានជួយឧបត្ថម្ភទាំងកន្លែងទាំងកម្លាំងកាយកម្លាំងចិត្តបាទជួយវិច្ឆោបកនេះយុគមិញប្រហែលជាមក1 10ផង2 10ខ្ញុំមើលណាខ្ញុំជ្រៅបាទនេះគឺជាអង្គដែលពួកយើងនាំមកហើយបាទជួយលើកយើងចែកអាហ្នឹងអត់អស់នៅក្នុងទៀតបាទជួយមើលអត់thấyខាងណាវិញបាទហើយនេះគឺជាអង្គបាទយើងទិញចំនួន4តោនហើយយើងវិច្ឆោបជា25គីឡូក្រាមក្នុងមួយកញ្ចប់បាទដើម្បីចែកជាបរិវត្ត166គ្រួសារបាទហើយខ្ញុំបាទវេលេណាតំណាងអង្គការហោក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលនៅឯនេះសមុទ្រក្តីដែលនៅក្នុងប្រទេសក្តីដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារជនក្រីក្រដែលរស់នៅឯរាជធានីភ្នំពេញបាទនៅខណ្ឌសែនសុខតែម្ដងបាទហើយខ្ញុំបាទក៏សូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខទុកប្រការមានចូលដល់អស់លោកលោកស្រីនាងកញ្ញាសូមឲ្យជួបប្រទះតែសេចក្តីសុខរស់ស៊ីទទួលទានមានបានហើយនឹងធ្វើដំណើរមកណាជួបតែសុវត្ថិភាពបាទសូមអញ្ជើញបន្តមើលសកម្មភាពចែកបន្តទៀតបាទសូមអញ្ជើញតាបានកោតាណានេះកោតាហ៎អីណាกระดาษគាត់បាទសូមឲ្យកระดาษគាត់កាន់បាទអូខេឲ្យគាត់កាន់មួយនេះលោកយាយណារបស់នេះបាទហើយនេះគឺជាអង្គការហូបបញ្ចុះប្រាក់ចំណេញដែលមានទីតាំងនៅឯក្រុងឡុងបិចសហរដ្ឋអាមេរិកនិងកាលីហ្វ័រញ៉ាបាទបានឧបត្ថម្ភបាទនេះគឺឈ្មោះសប្បុរសជនឈ្មោះថាពេជ្រសឿនបាទដែលបានឧបត្ថម្ភជាអង្គបាទហើយនេះផងដែរឌីណាតាបាទបានឧបត្ថម្ភផងដែរបាទហើយអ៊ីបាននៅណានៅឲ្យចាំតិចណានេះបានហើយហ៎បាទហើយនេះបងស្រីក៏បានអង្គដែរគឺជាណាវឌ្ឍនាបាទបានឧបត្ថម្ភផងដែរលោកយាយបានកនេះលោកយាយអត់ដល់ពេលណាអូខេចាំតិចដល់ហើយអញ្ចឹងអូខេហើយឋានៈបានកខ្លះបាទហើយសប្បុរសជនដែលបានបរិច្ចាគនេះបាទគឺមានច្រើនណាស់ដែលពិបាកនឹងរៀបរាប់អស់ឥឡូវខ្ញុំបាទនឹងបង្ហាញបាទមានឈ្មោះខាងក្រោមនេះបាទសូមអញ្ជើញបាទសូមបន្តឈ្មោះមាន2ជួរណានេះមួយជួរសូមមើលខាងនេះមួយជួរបាទហើយខាងនេះមួយជួរផងដែរបាទហើយមានបាទនេះឈ្មោះខាងនេះទៀតបាទខាងនេះទៀតបាទអញ្ចឹងសង្ឃឹមថាសប្បុរសជននឹងយោគយល់នឹងខន្តីអភ័យទោសពីព្រោះឈ្មោះច្រើនបាទពិបាករៀបរាប់បាទយើងនឹងបង្ហាញឈ្មោះផ្ទាល់បាទយើងនឹងបាទសូមអញ្ជើញលីបញ្ញវត្តបាទសូមវីដេអូចាប់ឈ្មោះគាត់ទាំងអស់បាទចាប់ឈ្មោះសប្បុរសជនយើងទាំងអស់បាទលីបញ្ញវត្តបាទចាប់ឲ្យច្បាស់កន្លែងណាអត់ច្បាស់យើងនឹងថតភាសាទៀតដើម្បីឲ្យបងប្អូនយើងមើលច្បាស់បាទសប្បុរសជនទាំងអស់នេះបានឧបត្ថម្ភកទាំងអស់100បាវបាទ100បាវ25គីឡូហើយនៅសល់66គីឡូគឺលោក Freddy មកពីសិង្ហបុរីបានឧបត្ថម្ភបន្ថែមបាទអញ្ចឹងសប្បុរសជនទាំងអស់មានក្នុងនេះអស់ហើយបាទហើយខ្ញុំបាទវេលាណាក៏សូមអរគុណមួយសារទៀតទៅដល់សប្បុរសជនទាំងអស់ដែលជានិច្ចការតែងតែបាទចូលរួមបាទបរិច្ចាគទុនធានតខ្លួនដើម្បីជួយទៅដល់ចាស់ជរាទូរគតជនឬក៏ពិការជនបាទសូមឲ្យអស់លោកស្រីបាទជួបតែសេចក្តីសុខទទួលទានមានបានគ្រប់ពេលវេលាសូមអរគុណសូមជម្រាបលាអនយ៉នអញ្ចឹងហ៎អនយ៉នបាទសូមអញ្ជើញអនយ៉នអត់ជឿបានមកអញ្ចឹងសូមតំណាងមួយតំណាងជាគ្រួសារបានដែរច
นี่นำเนี่ยไอ้ยังลองโอเคไอ้ป้าจึงเอาลูกดึกไปป้า xuống quên โอเคสุดไปต้มมวยบอกมาสุดเจ๊ป้าเลิกมุดบอกคนบ้านเนี่ยสนใจthăm gì na thăm gì na nằm đất ơi ông mà chui con đi bắt đấy nặng chui chừng mà sân bom thì cắt hot sân ok ขอบคุณนะยังป่าขอบคุณเจ้านี่คือหนึ่งปอนปอนอยู่จนสมัครจัดมาฮอปมาได้มาแต่บานหนักในอย่างนี้ฮอตเตี้ยวนะมาหลังไปยิงเรียงกันรู้นะปันได้เยอะสบายโอเคนี่ขอบคุณเจ้านี่สนับปอนปอนอยู่จนไหนบ้างอ๋อดังนักการได้หรือเปล่า